សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះមកបង្ហាញផ្ទះមួយទៀតដែរបងប្អូនណាបាទផ្ទះនេះឃុំស្ថិតនៅឃុំព្រៃញៀតស្រុកបរសែតខេត្តកំពង់ស្ពឺបងប្អូនណាប្រភេទផ្ទះល្វែងស្រស់ស្អាតណាស់បងប្អូនបាទហ្នឹងហើយយើងធ្វើជូនគាត់រួចរាល់100%ហើយបងប្អូនបាទមានបងប្អូនគាត់ចង់មើលខាងក្នុងឥឡូវខ្ញុំថតជាវីដេអូឲ្យគាត់មើលហើយហ្នឹងហើយគឺស្រស់ស្អាតណាស់បងប្អូនបាទណែបងប្អូនចាំជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយបងប្អូនណា Facebook ហើយនិង TikTok ហ្នឹងហើយអរគុណបងប្អូនបាទ Facebook ខ្ញុំឈ្មោះសឿនសុភា TikTok YouTube ក៏ឈ្មោះសឿនសុភាដែរវាយអក្សរខ្មែរចាញ់ហ្នឹងបងប្អូនណាបាទហ្នឹងហើយស្រស់ស្អាតណាស់បងប្អូនបាទផ្ទះនេះទទឹង5ម៉ែត្របដោយ15ម៉ែត្របងប្អូនណាបាទប្រភេទឡៅទឿហ្នឹងហើយពេលឡៅទឿប្លង់សេមកលឹកកន្លះបងប្អូនបាទផ្ទះនេះមានបន្ទប់គេង4បន្ទប់ទឹក2ហើយជាខានបាយក៏តទៅក្រោយខ្លួនឯងហ្នឹងហើយទូផ្ទះមានតែប៉ុណ្្នឹងអញ្ចឹងណាដោយសារគាត់ធ្វើបន្ទប់4បាទហ្នឹងហើយស្រស់ស្អាតណាស់បងប្អូននេះបន្ទប់មុខបាទបន្ទប់មុខក៏ធំទលាយដែរប៉ុន្តែអត់មានបន្ទប់ទឹកក្នុងហ្នឹងទេអញ្ចឹងណាបងប្អូនបាទដោយសារគាត់យកតែបន្ទប់ទឹក2អញ្ចឹងមានតែបន្ទប់ទឹក2ទេបាទនេះបន្ទប់បន្ទប់ទឹកមួយទៀតបន្ទប់ទឹកមួយបាទហ្នឹងបន្ទប់ក្រោមបាទបន្ទប់ក្រោមមានបន្ទប់ទឹកមួយហើយកន្លែងនេះយើងត្រូវធ្វើជាក្រានហ្នឹងបងប្អូនណាប៉ុន្តែគាត់សុំធ្វើជាបន្ទប់វិញអញ្ចឹងមានបន្ទប់គេង4បាទអត់មានបន្ទប់ទឹកក្នុងហ្នឹងទេបងប្អូនបាទស្អាតណាស់បងប្អូនបាទបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកក្រុមការងារយើងខ្ញុំបានក្រុមការងារយើងខ្ញុំមានទទួលសាងសង់25ខេត្តក្រុងបងប្អូនណាបាទនេះកន្លែងជាការបាយគាត់ធ្វើថែមហ្នឹងហើយគាត់ធ្វើខ្លួនគាត់ណាបងប្អូនបាទហើយយើងឡើងទៅមើលលើកន្លែងទឿបងប្អូនណាហើយប្រកាន់ដៃនេះអ៊ីណុកហើយចដាបត់បងប្អូនណាចដាកាច់ស្អាតណាស់បងប្អូនបាទឡើងហើយបត់មកបាទបត់ហើយយើងមានបន្ទប់ទល់មុខគ្នាតែម្ដងបងប្អូនណាបន្ទប់2បាទបន្ទប់ឆ្វេងមួយស្ដាំមួយដល់យើងទៅបន្ទប់មុខបាទបន្ទប់មុខនេះធំទលាយបងប្អូនបាទធំទលាយហ្នឹងហើយបន្ទប់មុខនេះក៏អត់មានបន្ទប់ទឹកដែរបាទគឺស្អាតណាស់បងប្អូនបាទទលាយគឺទលាយស្អាតតែម្ដងបងប្អូនបាទហើយយើងនៅខាងក្រៅវិដានភ្លើងគឺស្រស់ស្អាតណាស់បងប្អូនបាទហើយខ្ពស់ស្រឡះបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកបានបងប្អូនណាក្រុមការងារយើងខ្ញុំមានទទួលសាងសង់25ខេត្តក្រុងបងប្អូនបាទហើយយើងទៅបន្ទប់ក្រោយបាទនេះបន្ទប់ក្រោយនេះមានបន្ទប់ទឹកក្នុងនឹងមួយបងប្អូនបាទហ្នឹងហើយមានបន្ទប់ទឹកនឹងមួយស្អាតណាស់បងប្អូនពីដានភ្លើងអីពណ៌អីគាត់ស្រឡាញ់តាមបេះដូងណាស្អាតណាស់បាទនេះបន្ទប់ទឹកបាទស្អាតណាស់ហ្នឹងហើយយើងឡើងទៅលើណាឡើងទៅលើយើងទៅមើលខាងលើដបូលខាងលើដបូលមានអីទេមានឥដ្ឋកសែងមានអីនេះអញ្ចឹងទៅបាទលើនេះក៏បត់ដែរចដាបាទនេះខាងលើនេះមានឥដ្ឋកសែងបាទហើយជាងអស់នេះដបូលនេះក៏ធ្វើថែមខ្លួនឯងអញ្ចឹងណាបាទផ្ទះនេះតម្លៃជាង30000បងប្អូនណាជាង30000បងប្អូនអាចតាក់ទងមកបានហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នា